ចំណងជើងរឿងហាងលក់ពេលវេលានិងបរិះអ្នកមានម្នាក់មានបរិះម្នាក់ឈ្មោះសុកគាត់គឺជាអ្នកជំនួញដ៏ជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតនៅក្នុងទីក្រុងប៉ុន្តែសុកតែងតែមានអារម្មណ៍ថាខ្លួនឯងរវល់រហូតគ្មានពេលសម្រាប់គ្រួសារសូម្បីតែញ៉ាំបាយជុំគ្នាក៏គាត់ធ្វើមិនបានដែរថ្ងៃមួយសុកបានដើរកាត់ហាងចម្លែកមួយដែលមានស្លាកយីហោថាហាងលក់ពេលវេលាដោយសារភាពចង់ដឹងចង់ឃើញគាត់ក៏ដើរចូលទៅក្នុងនោះនៅក្នុងហាងនោះមានបុរសចំណាស់ម្នាក់អង្គុយនៅកន្លែងគិតលុយនៅលើធ្នើមិនមែនមានលក់ទំនិញទេប៉ុន្តែមាន10កែវតូចរាប់ពាន់ដែលមានស្លាកសរសេរថា1ម៉ោងសម្រាប់អានសៀវភៅ2ម៉ោងសម្រាប់លេងជាមួយកូន1ថ្ងៃសម្រាប់សម្រាកនៅមាត់សមុទ្រសុកសែកហើយសួរថាតើលោកលក់របស់ទាំងនេះក្នុងតម្លៃប៉ុន្មានខ្ញុំចង់ទិញពេលវេលាសម្រាប់សម្រាក1ខែបុរសចំណាស់ញឹមហើយតបថាតម្លៃនៃពេលវេលាមិនមែនទូទាត់ជាលុយទេលោកម្ចាស់វាទូទាត់ដោយការដោះដូរប្រសិនបើលោកចង់បាន1ខែសម្រាប់សម្រាកលោកត្រូវដោះដូរមកវិញនៅការចងចាំនៃភាពជោគជ័យធំបំផុតរបស់លោកចំនួន3ចំណុចសុកស្ទាក់ស្ទើរគាត់មិនចង់បាត់បង់ការចងចាំដែលគាត់ខំបង្កើតមកទេគាត់ក៏សួរម្ដងទៀតចុះបើខ្ញុំចង់ទិញមួយល្ងាចសម្រាប់ញ៉ាំបាយជាមួយប្រពន្ធកូនតើថ្លៃប៉ុន្មានបុរសចំណាស់ឆ្លើយយ៉ាងខ្លីតម្លៃរបស់វាគឺការបោះបង់ទូរស័ព្ទរបស់លោកចោលនៅពេលនេះសុកខឹងសម្បាយ៉ាងខ្លាំងឈួតមែនការងារខ្ញុំរាប់លានដុល្លារសុទ្ធតែនៅក្នុងទូរស័ព្ទនេះលោកលក់ថ្លៃពេកហើយរួចគាត់ក៏ដើរចេញពីហាងទាំងមូលម៉ៅច្រើនឆ្នាំកន្លងផុតទៅសុកចាស់ជរាហើយដេកនៅលើគ្រែពេទ្យគាត់មានលុយរាប់រយលានប៉ុន្តែគ្មានកូនចៅណាម្នាក់មកសួរសុកទុកឡើយព្រោះពួកគេរវល់រកលុយដូចគាត់ដែរពេលនោះគាត់ស្រាប់តែនឹកឃើញដល់ហាងចម្លែកនោះហើយយល់ច្បាស់ពីអត្ថន័យនៃតម្លៃដែលបុរសចំណាស់នោះបាននិយាយគាត់ទើបតែដឹងថាគាត់មានលុយទិញអ្វីគ្រប់យ៉ាងប៉ុន្តែគាត់មិនដែលទិញពេលវេលាដែលសំខាន់បំផុតសម្រាប់ជីវិតឡើយចំណុចសម្រាប់វិភាគ discussion points ប្រសិនបើអ្នកយកដីការឿងនេះទៅវិភាគអ្នកអាចផ្ដោតលើចំណុចសំខាន់ដូចជាតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិតើលុយកាក់អាចជំនួសឲ្យវត្តមាន presence បានដែរឬទេសញ្ញាណនៃការដោះដូរ opportunity cost ក្នុងជីវិតរាល់ពេលដែលយើងជ្រើសរើសធ្វើអ្វីមួយយើងតែងតែបោះបង់អ្វីមួយផ្សេងទៀតជានិច្ចដូចជាសុកជ្រើសរើសការងារតែបោះបង់គ្រួសារតួអង្គបុរសចំណាស់តើគាត់ជានិមិត្តរូបនៃអ្វីមិនសេកាធម្មជាតិឬសេចក្តីស្លាប់ឧបករណ៍បច្ចេកវិទ្យាទូរស័ព្ទក្នុងរឿងនេះទូរស័ព្ទតំណាងឲ្យរបាំងដែលរារាំងមនុស្សពីការភ្ជាប់ទំនាក់ទំនងពិតប្រាកដ